បន្ទាប់ពីឡើងទៅកាន់ iOS 26នេះជា10ចំណុចដែលបងប្អូនគួរតែធ្វើវាភ្លាមចំណុចទី1ដែលខ្ញុំធ្វើហ្នឹងគឺតាក់ទងនឹងការថត screenshot នៅលើ iOS 26ដល់ពេលយើងថតអេក្រង់ណាវា load style ថ្មីដែលខ្ញុំអត់ចូលចិត្តជាមួយនឹង style មួយហ្នឹងឯងអញ្ចឹងបើយើងអត់ចូលចិត្តយើងអាចធ្វើការកែប្រែមកទម្រង់ដើមដូច version 18បានដោយបងប្អូនអាចចូលទៅកាន់ setting ចូលទៅកាន់ general ហើយចូលទៅកាន់ screen capture ហើយបងប្អូនបិទមុខងារខាងលើគេបោះកន្លែង full preview ហ្នឹងណាយើងគាត់បិទទៅអញ្ចឹងដល់ពេលយើងថតអេក្រង់គឺវានឹងធ្លាក់រូបហ្នឹងមកខាងក្រោមដូច version ចាស់វាងាយស្រួលជាងចំណុចទី2ក្នុងកម្មវិធី phone យើងឃើញថាកម្មវិធី phone មានការកែប្រែច្រើនយើងអាចដាក់ជា3ប៊ូតុងក៏បានយើងដាក់ប៊ូតុងទាំងអស់ក៏បានអញ្ចឹងបើយើងឆ្លាញ់ប៊ូតុង3យើងអាចសេរីប៊ូតុង3ទៅបើតែយើងឆ្លាញ់ទាំងអស់យើងដាក់ទាំងអស់មកសម្រាប់ខ្ញុំចូលចិត្ត style ចាស់អញ្ចឹងខ្ញុំអាចចូលកាន់ reason ហើយខ្ញុំចុចកន្លែងប៊ូតុងផ្នែកខាងស្ដាំខាងលើហ្នឹងវាមាន option ឲ្យយើងរើសយើងអាចរើសជា classic ក៏បានឬក៏ unify ក៏បាន unify ហ្នឹងគឺ style ថ្មី classic style ចាស់នៅពេលដែលមានលេខដែលខលមកយើងហ្នឹងយើងបាន save ទុកវាអត់ load នៅកន្លែង reason ហ្នឹងហ្មងឯតបងប្អូនចុចប៊ូតុងខាងលើហើយចុចកន្លែង unknown color បានវាបង្ហាញលេខដែលគេទេមកហ្នឹងអញ្ចឹងពេលខ្លះយើងអាចធ្វើយើងច្រឡំដែរអញ្ចឹងណាទី3ការបំលែរូបរបស់យើងទៅជា 3D នៅលើ iOS 26បងប្អូនអាចចូលកាន់កម្មវិធីរូបភាពរបស់យើងទៅរើសរូបណាដែលយើងចង់បំលែគាត់តែ select ទៅលើរូបហ្នឹងហើយចុចប៊ូតុង 3D វានឹងបង្ហាញបែបផុសមកស្អាតប្លែកម្យ៉ាងដែរហើយចូលកាន់ចំណុចទី4គឺនៅលើ lock screen របស់យើងតើតើការតាំងរូបលើសម្រាប់ iOS 26នៅពេលយើងដាក់តាំងវាមានមុខងារមួយវាដាក់ special scene ណាកន្លែង special scene ហ្នឹងគឺវាបង្ហាញរូបយើងដែលយើងថតពីមុនមកសេរីជា 3D ឲ្យយើងអញ្ចឹងយើងឆ្លាញ់មួយណាយើងថិចមួយហ្នឹងដើម្បីធ្វើការតាំងទៅស្អាតម្យ៉ាងដែរចំណុចទី5បន្ទាប់ពីឡើងទៅកាន់ version 26ហើយគឺខ្ញុំបើកវាភ្លាមតែម្ដងខ្ញុំអាចចូលកាន់ setting ខ្ញុំចូលកាន់ battery ហើយចូលកាន់ power mode បងប្អូនបើកមុខងារ adaptive power គឺវាជួយច្រើនមែនទែនទៅលើថ្មរបស់យើងព្រោះបើយើងប្រើប្រាស់ទូរស័ព្ទស៊េរីចាស់ដូចជា iPhone 11 12 13ហ្នឹងចឹងគួរតែបើកមុខងារហ្នឹងចោលទៅចំណុចទី6គឺសំខាន់មែនទែនបងប្អូនប្រកាសជាជួបបញ្ហាថាកម្មវិធីរបស់យើងដូចជាកុងធនាគារប្រើប្រាស់ទៅវាដំណើរការស្រួលនៅលើ version 26ណាអញ្ចឹងយើងអាចចូលទៅកាន់ App Store បន្តទៅយើងចូលទៅកាន់ profile របស់យើង click profile Apple ID របស់យើងហើយបងប្អូន update កម្មវិធីណាដែលវាឲ្យយើង update យើង update វាអស់មកដើម្បីឲ្យវាដំណើរការល្អនៅលើ version 26ហ្នឹងហើយចំណុចទី7នេះតើតើល្បឿនម៉ាស៊ីនបើយើងបន្ទាប់ពីឡើង version ថ្មីហ្នឹងឲ្យមានអារម្មណ៍ថាយឺតយើងគួរតែបិទម៉ាស៊ីនយើងសិតហើយបើកមកវិញហើយដើម្បីបិទចូលទៅកាន់ setting ហើយចូលទៅកាន់ general អូសចុចក្រោម iPod បងប្អូនចុចប៊ូតុង shut down ទៅដើម្បីបិទវាហើយប្រហែលជា5វិ10វិឬក៏1នាទីអីចាំយើងបើកមកវិញណាឲ្យវា restart ដំណើរការប្រសើរមកវិញចំណុចទី8នេះបើយើងអត់ឆ្លៃ ringtone ចាស់ទេយើងអាចដាក់ ringtone ថ្មីបាននៅលើ version 26ហ្នឹងចូលទៅកាន់ setting ចូលទៅកាន់ sound and haptic ចូលទៅកាន់ ringtone ហើយបងប្អូនអាចរើស ringtone ថ្មីដូចជា trimmer ហើយនឹង reflected ហ្នឹងសលេងពីរហ្នឹងគឺល្អមែនទែនហើយលឺព្រោះទៀតចំណុចទី9នេះនៅក្នុងកាមេរ៉ាហ្នឹងតែម្ដងយើងឃើញថាកាមេរ៉ាមានការកែប្រែច្រើនប្លែកយើងអូសកន្លែងខាងក្រោមហ្នឹងដើម្បីធ្វើការផ្លាស់ប្ដូរ mode ពីវីដេអូទៅរូបភាពទៅមុខងារ portrait ចឹងទៅប៉ុន្តែបើយើងចង់ចូលទៅកាន់ setting នៃមុខងារមួយយើងអាចអូសកន្លែងអក្សរនឹងឡើងលើទៅវាបង្ហាញជាមុខងារលម្អិតឲ្យយើងបន្ថែមទៀតប៉ុន្តែយើងអាចចុចផ្នែកខាងលើខាងស្ដាំក៏បានដែរដើម្បីបង្ហាញនឹងមុខងារនឹងដូចគ្នាចំណុចទី10ចុងក្រោយនេះគឺសំខាន់មែនទែនយើងគួរតែ update សេវាទូរស័ព្ទរបស់យើងឬក៏ update carrier update carrier ហ្នឹងយើងចូលទៅកាន់ setting ចូលទៅកាន់ general ហើយចូល about ទៅវានឹង load ឲ្យយើងវា load ដាក់ carrier update ណាតែបើខ្ញុំនេះវាអត់ load បង្ហាញទេដោយសារខ្ញុំ update ហើយអញ្ចឹងទូរស័ព្ទយើងបន្ទាប់ពីឡើង version ថ្មីគឺចាំបាច់ត្រូវធ្វើអានឹងមែនទែនព្រោះដើម្បីឲ្យសេវារបស់យើងនឹងវាពេញវាដំណើរការស្រួលអត់រអាក់រអួលអញ្ចឹងណាហើយអរគុណច្រើនខ្ញុំជួបបងប្អូននៅវីដេអូក្រោយទៀត